កងទ័ពអ៊ុយក្រែនកាន់តែយ៉ាប់ដោយសារអាមេរិកផ្អាកលែងចែករំលែកព័ត៌មានសម្ងាត់ចាប់តាំងពីមានជម្លោះតឹងស្សែករវាងប្រធានាធិបតីអ៊ុយក្រែននិងលោកដូណាល់ត្រាំនៅសេតវិមានរដ្ឋបាលអាមេរិកមិនបន្ថយដៃក្នុងការដាក់សម្ពាធលើអ៊ុយក្រែននៅសប្តាហ៍នេះបន្ទាប់ពីសេតវិមានប្រកាសផ្អាកជំនួយយោធាដើម្បីដាក់សម្ពាធឲ្យអ៊ុយក្រែនចូលទៅចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីអាមេរិកតាមរយៈប្រធានស៊ើបការសម្ងាត់បានប្រកាសផ្អាកការចែករំលែកព័ត៌មានសម្ងាត់ដែលកងទ័ពអ៊ុយក្រែនត្រូវការចាំបាច់ខ្លាំងដើម្បីទប់ទល់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីអាមេរិកឈប់ផ្ដល់ព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនតើវានឹងប៉ះពាល់យ៉ាងណាខ្លះដល់សមរភូមិប្រយុទ្ធរបស់កងទ័ពអ៊ុយក្រែនតើវានឹងបើកឱកាសឲ្យរុស្ស៊ីកាន់តែកេងយកចំណេញដើម្បីវាយដណ្ដើមទឹកដីអ៊ុយក្រែនដែរឬទេគ្មានព័ត៌មានសម្ងាត់ពីខាងភីគីអាមេរិកកងទ័ពអ៊ុយក្រែនប្រៀបដូចមនុស្សភ្នែកមីញោកក្នុងសមរភូមិដែលមើលមិនអ្វីឆ្ងាយមិនច្បាស់បាត់បង់ទល់ឲ្យភាពយ៉ាងដូចនេះដែរនៅថ្ងៃពុធសប្តាហ៍នេះនៅក្នុងបរិបទដ៏តានតឹងរវាងអាមេរិកនិងអ៊ុយក្រែននៅក្រោយការប្រកែកទាស់សម្ដីគ្នានៅសិទ្ធិវិមានប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកស៊ីលោក John Ratcliffe បានប្រកាសថាអាមេរិកផ្អាកលែងផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែនដំណឹងនេះអាចធ្វើឲ្យកងទ័ពអ៊ុយក្រែនហេងហាងក្រៃព្រោះវាមិនខុសអីពីការដកវ៉ែនតាពីមនុស្សមីញោភ្នែកនោះទេដោយសម្រេចផ្អាកជំនួយយោធានិងផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនតើរដ្ឋបាលលោកដូណាល់ត្រាំកំពុងដាក់ពិន័យអ៊ុយក្រែនដែលមានប្រធានាធិបតីហ៊ាននិយាយតវ៉ាតឹងសរសៃជាមួយលោកនៅសិទ្ធិវិមានមុននឹងនិយាយទៅដល់ផលប៉ះពាល់ដោយសារអាមេរិកលែងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនគេត្រូវតោងយល់ថាហេតុអ្វីបានជាអាមេរិកចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនតើវាមានប្រយោជន៍ជួយអ៊ុយក្រែនអ្វីខ្លះជាប្រទេសមហាអំណាចយោធាដែលមានបច្ចេកវិទ្យានាំមុខគេភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកដឹងមុនគេមុនឯងពីចេតនារបស់លោកពូទីនដែលបានចល័តទ័ពរបស់រុស្ស៊ីទៅនៅព្រំដែនជាមួយអ៊ុយក្រែននៅចុងឆ្នាំ2021ប៉ុន្មានខែមុនបើកសង្គ្រាមឈ្លានពានអ៊ុយក្រែនគឺព័ត៌មានសម្ងាត់របស់អាមេរិកដែលបានជួយឲ្យក្រុងគៀវរបស់អ៊ុយក្រែនជៀសរួចផុតមិនដួលរលំតាមរយៈការរៀបចំយុទ្ធសាស្ត្រទប់ទល់នឹងកងទ័ពរុស្ស៊ីដែលសម្រុកចូលសម្ដៅដណ្ដើមកាន់កាប់ទីក្រុងគៀវនៅដើមដំបូងទីនៃសង្គ្រាមដើម្បីជួយអ៊ុយក្រែនប្រទេសចាញ់ប្រៀបរុស្ស៊ីទាំងចំនួនកងទ័ពនិងសព្វាវុធរដ្ឋបាលលោកโจ Biden ក្រៅពីផ្ដល់ជំនួយសព្វាវុធបានចុះកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនដើម្បីប៉ះពាល់ដល់ការខ្វះខាតទាំងចំនួនទ័ពនិងសព្វាវុធនៅភូមិអ៊ុយក្រែនគោលដៅរបស់វ៉ាស៊ីនតោនគឺចែករំលែកព័ត៌មានសម្ងាត់ដើម្បីឲ្យគៀវមានសមត្ថភាពទាំងការពារខ្លួននិងវាយប្រហារចំគោលដៅដោយមិនខ្ជះខ្ជាយគ្រាប់នៅក្នុងយុទ្ធសាស្ត្រវាយប្រហារទៅលើកងទ័ពរុស្ស៊ីនៅលើដីគោកព័ត៌មានសម្ងាត់របស់អាមេរិកដែលផ្អែកលើរូបភាពផ្កាយរណបដែលមានសមត្ថភាពថតទម្លុះស្បែកពុកគម្របព្រៃឈើបានជួយឲ្យកងទ័ពអ៊ុយក្រែនដឹងច្បាស់ពីទីតាំងទ័ពរុស្ស៊ីកន្លែងបាញ់មីស៊ីលនិងឃ្លាំងស្តុកសព្វាវុធនៅលើសមុទ្រខ្មៅវិញអាមេរិកបានផ្ដល់ព័ត៌មានគួរឲ្យជឿជាក់ស្ដីពីទីតាំងគម្រោងប្រតិបត្តិការរបស់នាវាចម្បាំងរបស់រុស្ស៊ីដើម្បីជួយឲ្យអ៊ុយក្រែនប្រើដ្រូនវាយប្រហារប្រកបដោយប្រសិទ្ធភាពមន្ត្រីយោធាអ៊ុយក្រែនបាននិយាយប្រាប់កាសែតអាមេរិក Washington Post ថាប្រព័ន្ធចាប់សញ្ញាដ៏សែនទំនើបរបស់អាមេរិកបានជួយឲ្យអ៊ុយក្រែនមានសមត្ថភាពដឹងខ្លួនជាមុនពីគម្រោងវាយប្រហាររបស់សត្រូវជាពិសេសគ្រាប់មីស៊ីលរបស់រុស្ស៊ីអាមេរិកបានចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនដែលមានតាំងពីព័ត៌មានយុទ្ធសាស្ត្រតាក់ទងនឹងគម្រោងការវាយប្រហាររបស់មេទ័ពរុស្ស៊ីរហូតដល់ព័ត៌មានតាក់ទិកដែលជួយឲ្យអ៊ុយក្រែនគេចផុតពីប្រព័ន្ធរំខានសញ្ញាដ្រូនឬមិនធ្លាក់ក្នុងអន្ទាក់វាយប្រហាររបស់កងទ័ពរុស្ស៊ីជាដើមព័ត៌មានសម្ងាត់របស់អាមេរិកមិនត្រឹមជួយឲ្យអ៊ុយក្រែនអាចចាប់សញ្ញាចល័តទ័ពរុស្ស៊ីក្នុងសមរភូមិប៉ុន្តែវាអាចជួយឲ្យអ៊ុយក្រែនកំណត់ផ្ទាំងស៊ីបវាយប្រហារក្នុងទឹកដីរុស្ស៊ីអ៊ុយក្រែនដោយទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់អាមេរិកកងទ័ពអ៊ុយក្រែនអាចវាយប្រហារចំគោលដៅច្រើនមិនថានៅតំបន់អ៊ុយក្រែនដែលកងទ័ពចូលឈ្លានពានឬក្នុងទឹកដីរុស្ស៊ីផ្ទាល់ដោយជួយឲ្យកងទ័ពអ៊ុយក្រែនវាយចំលើគោលដៅយោធានិងវាយស្ទាក់ជាមុនគម្រោងការវាយប្រហារផ្លូវអាកាសនិងមីស៊ីលរបស់រុស្ស៊ីទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកបានជួយអ៊ុយក្រែនអាចទប់ទល់មិនឲ្យកងទ័ពរុស្ស៊ីបោះពួយលឿនក្នុងសមរភូមិដើម្បីដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែនប៉ុន្តែការសម្រេចរបស់ប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកកាលពីថ្ងៃពុធនឹងធ្វើឲ្យប៉ះពាល់ប្រែក្រឡាប់ចាក់ការប្រឹងប្រែងរបស់កងទ័ពអ៊ុយក្រែនជាក់ស្ដែងដោយសារអាមេរិកផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនកងទ័ពអ៊ុយក្រែនគ្មានទិន្នន័យដើម្បីអាចប្រើប្រព័ន្ធបាញ់មីស៊ីលចម្ងាយឆ្ងាយរបស់អាមេរិកដូចជាប្រភេទមីស៊ីល ATACMS ដែលលោកโจ Biden អនុញ្ញាតអ៊ុយក្រែនប្រើដើម្បីបាញ់ចូលក្នុងទឹកដីរុស្ស៊ីគ្មានព័ត៌មានសម្ងាត់ពីអាមេរិកអ៊ុយក្រែនមិនអាចប្រើប្រព័ន្ធខែលមីស៊ីលដើម្បីការពារដោយប្រសិទ្ធភាពទីក្រុងហេដ្ឋារចនាសម្ព័ន្ធអាមេរិកពីការវាយប្រហារមីស៊ីលរុស្ស៊ី
អាមេរិកផ្អាកចែករំលែកព័ត៌មានសម្ងាត់សំខាន់សម្រាប់យុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់អ៊ុយក្រែនមានន័យស្មើនឹងបិទឆ័ត្រការពារហុចឱកាសឲ្យរុស្ស៊ីវាយប្រហារគ្រាប់មីស៊ីលលើអ៊ុយក្រែននិងសម្រុកចូលកាន់តែគៀកខ្សែប្រយុទ្ធជួរមុខក្នុងសមរភូមិមន្ត្រីយោធាអ៊ុយក្រែនដែលធ្វើការផ្នែកស៊ើបការសម្ងាត់បាននិយាយប្រាប់កាសែតអាមេរិកថាអ្វីដែលអ៊ុយក្រែនកំពុងបារម្ភខ្លាំងគឺរុស្ស៊ីនឹងឆ្លៀតពេលដែលអាមេរិកឈប់ផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែនដើម្បីរៀបចំយុទ្ធសាស្ត្រចល័តប្រមូលផ្ដុំទ័ពឡើងវិញនិងបង្វែរកាំនងមីស៊ីលបាញ់ស្រោចលើទីក្រុងគៀវដូចក្នុងករណីវាយប្រហារនៅចុងសប្តាហ៍នេះយោងតាមមន្ត្រីអ៊ុយក្រែនខាងលើអ៊ុយក្រែនដែលមានស្តុកមីស៊ីលរបស់អាមេរិកច្រើនសម្រាប់ប្រើប្រាស់រហូតដល់ពាក់កណ្ដាលឆ្នាំនេះនៅតែអាចប្រើមីស៊ីលរបស់អាមេរិកដើម្បីវាយប្រហារទៅលើរុស្ស៊ីបើទោះបីជាគ្មានទទួលព័ត៌មានសម្ងាត់ពីអាមេរិកប៉ុន្តែការវាយប្រហារនឹងមិនប្រាកដជាត្រូវចំគោលដៅនោះទេសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែននឹងមានកំណត់ដោយសារគ្មានជំនួយសព្វាវុធនិងព័ត៌មានសម្ងាត់ពីអាមេរិកទោះបារាំងចេញមុខមកធានាប៉ះពាល់អវត្តមានរបស់អាមេរិកចំណែកអឺរ៉ុបប្រឹងប្រែងសន្យាបន្តជួយអាវុធដល់អ៊ុយក្រែនដឹងច្បាស់ថាមិនអាចបន្តធ្វើសង្គ្រាមទល់នឹងរុស្ស៊ីដោយគ្មានអាមេរិក